ต่อยอมจัดการต่อไปต่อได้สมองแสดงบอกโอนมาเต้นนั่นแหละการมาเต้นนะบอกโอนมาសូមជម្រាបសួរអំពុំមេយាតាទាំងអស់គ្នាក្នុងថ្ងៃនេះនាងខ្ញុំនិងក្រុមគ្រួសារបានមកលេងនៅស្រុកសំឡូតដែលជាស្រុកមួយដែលពោពេញដោយដំណាំហូបផ្លែធម្មជាតិស្រស់ស្អាតខៀវខ្ចីនៅព្រៃព្រឹក្សាជុំវិញភ្នំណាបងប្អូនស្រុកសំឡូតរស់នៅក្នុងស្ថិតនៅក្នុងខេត្តបាត់ដំបងបងប្អូនដែលនៅទីរួមខេត្តឆ្ងាយក៏អាចមកលេងនៅស្រុកសំឡូតបានដែរណាបងប្អូនណាទុរេនពោពេញដល់ទុរេនទុំអញ្ចឹងបងប្អូនចង់ទិញញ៉ាំនៅចំការផ្ទាល់បេះពីចំការផ្ទាល់ឬក៏ចង់ទិញយកទៅញ៉ាំនៅឯផ្ទះបងប្អូនអាចទៅចូលមកទិញដល់នៅកន្លែងម្ចាស់ចំការក៏លក់ក្នុង1គីឡូហ្នឹងគឺតែ15000ទេបងប្អូនទុរេនសំឡូតគឺញ៉ាំហើយញ៉ាំទៀតបងប្អូនកុំភ្លេចបើចង់ទិញញ៉ាំអាចទៅលេងនៅស្រុកសំឡូតបានទុរេនជាដើមឈើដំណាំហូបផ្លែមួយដែលកម្រនឹងបានហូបក្នុងមួយឆ្នាំយើងហូបបានតែម្ដងទេក្នុងមួយឆ្នាំហ្នឹងគឺយើងហូបបានតែម្ដងទេគឺចឹងហើយធ្វើឲ្យបងប្អូនទាំងខ្ញុំទាំងគេហ្នឹងឲ្យតែដល់រដូវផ្លែទុរេនទុំតែងតែនាំគ្នាទៅចំណាយសាំងទៅលេងនៅស្រុកសំឡូតហ្នឹងដើម្បីទៅទិញទុរេនញ៉ាំផ្ទាល់នឹងតែហ្មងបងប្អូនមើលទៅក្នុងម្ដាមគឺផ្លែច្រើនមែនទែនណាបងប្អូនហើយការដាំទុរេនហ្នឹងមិនស្រួលទេគឺប្រើចំណាយរយៈពេល5-6ឆ្នាំទៅបានផលឥឡូវក្នុងដើមទុរេនបងប្អូនមើលទៅមានក្បាលរមណេ2ទៅ3អញ្ចឹងហើយគឺទឹកដល់មែនទែនការថែធូនទុរេនមិនស្រួលទេកាលណាតែពេលយើងបេះផ្លែអស់ហើយមានមេឃចាស់អីចឹងគឺគេកាត់ចោលគេថែគេឲ្យកាត់អាមេឃចាស់នឹងចោលដើម្បីឲ្យអាត្រួយថ្មីនឹងលាស់មកដល់រដូវដល់ខែមាននឹងផ្លែម្ដងទៀតក្នុងមួយឆ្នាំគឺផ្លែតែម្ដងទេចឹងហើយបានបងប្អូនពេញនិយមចូលចិត្តញ៉ាំផ្លែទុរេនដោយសារទុរេនជាដំណាំមួយហូបជាដំណាំហូបផ្លែដែលពិបាកនឹងបានផ្លែញ៉ាំណាបងប្អូនហើយអញ្ចឹងក្នុងមួយឆ្នាំយើងបានហូបតែម្ដងទេអញ្ចឹងបងប្អូនកុំធ្វើឲ្យអាកាសនេះខកខានបងប្អូនចង់ញ៉ាំទុរេនសំឡូតប៉ិតបងប្អូនអាចមកលេងនៅសំឡូតចាស់ក៏បានសំឡូតថ្មីក៏បានមិនថាពីច័ន្ទដល់អាទិត្យគឺសម្បូរដោយភ្ញៀវទេសចរចូលតាមចំការម្ចាស់ចំការនីមួយគឺច្រើនមែនតើបងប្អូនសម្បូរភ្ញៀវក៏ទេសចរគាត់មកចូលលេងដល់ចំការទៅថតរូបផ្ដិតរូបភាពលេងតាមបណ្ដាញសង្គម Facebook ហើយមើលបងប្អូនមកមេឃនេះផ្លែប្រហែលផ្លែទៅបងប្អូនគឺផ្លែច្រើនមែនទែនសូម្បីតែខ្ញុំចូលមកលេងចំការនេះក៏ខ្ញុំខ្វាកនឹងផ្លែទុរេនដែរសូម្បីតែអាមេរិកក៏គេមានដាំឲ្យយើងហូបដែរបងប្អូនណាអត់ស្គាល់ដើមអាមេរិកអាចមកមើលអាចចូលទស្សនារូបភាពវីដេអូដែលខ្ញុំបង្ហាញនេះគឺមិនមែនដើមមលូទេណាបងប្អូនគឺដើមអាមេរិកតែហ្មងបងប្អូនអត់ស្គាល់អាមេរិកអាចមើលវីដេអូខ្ញុំបាននេះគឺដើមអាមេរិកគេដាំគឺគេដាក់ចម្លងដូចមលូអញ្ចឹងសំបីតែស្លឹកក៏ដូចដែរតែផ្លែមកគឺផ្លែអាមេរិកទេកុំភ្លេចហើយក្នុងស្រុកសំឡូតក្នុងចការនីមួយគេដាំដំណាំចម្រុះមិនថាដំណាំអ្វីទេហូបផ្លែបានហើយមានដំណាំហូបមើមក៏បានគឺមានសពគ្រប់មានតង់ដំណាំហូបផ្លែមានតង់ដំណាំហូបមើមមានផ្កាដោយស្រស់ស្អាតនៅជុំវិញផ្ទះបរិស្ថានផ្ទះរបស់អ្នកដាំហ្នឹងគឺចំការរបស់គាត់ហ្នឹងគឺអត់នៅឆ្ងាយទេបងប្អូនគឺនៅចំពីក្រោយផ្ទះហ្នឹងតែហ្មងមានទាំងខាន់ឡុងមានទាំងអីសពមានតាំងពីមកខុតមានតាំងពីទុរេនអញ្ចឹងបងប្អូនចាំបាច់ទៅរកទិញឯណាសម្បីតែស្រុកខ្មែររបស់យើងស្រុកសំឡូតខេត្តបាត់ដំបងយើងគឺមានហូបតាំងសាវម៉ាវមិនថាមកខុតទេណាបងប្អូននេះសម្បីតែមកខុតចិត្តរទុំឲ្យបងប្អូនមើលទៅមកខុតក៏មានដែរតែចំការរបស់គាត់ធំពេកខ្ញុំបានដើរអស់ទេគឺខ្ញុំដើរបានចិត្តនឹងដែរទៅខាងក្រោយហ្នឹងឮម្ចាស់ផ្ទះថាមានចំការម្រេចធំហើយខ្ញុំបានទៅដល់ទេគឺខ្ញុំបានទៅដើរចិត្តនឹងឯងបងប្អូនមើលទៅមានទាំងផ្លែមាន
ផ្លែត្រង់ថ្ងៃអីមិនថាដូងមិនថាលហុងមានសក់បងប្អូនហើយមិនបាច់ចាំទៅទិញតែប្រទេសជិតខាងទេគឺប្រទេសកម្ពុជារបស់យើងឥឡូវហ្នឹងគឺរីចម្រើនប្រជាកសិករគឺគាត់រៀនដើម្បីឆ្វែងយល់ការដាំដុះដំណាំធម្មជាតិដាក់ជីធម្មជាតិគឺគាត់ឆ្វែងយល់ដើម្បីទៅរៀនខាងកសិកម្មយកមកអនុវត្តបងប្អូនហើយឥឡូវហ្នឹងគឺខ្ញុំត្រឡប់មកពីចំការគឺមកសួរនាំទិញទុរេនម្ចាស់ចំការនៅឯផ្ទះវិញបងប្អូនហើយគឺថ្ងៃហ្នឹងខ្ញុំមកពីឡានដែរគឺមកជុំគ្នាហ្នឹងទិញម្នាក់ហ្នឹង30-40 គីឡូដែរដើម្បីយកទៅផ្ទះហ្នឹងទុកញ៉ាំនៅថ្ងៃក្រោយហើយសូម្បីតែព្រះសង្ឃក៏និមន្តមកជាមួយនឹងខ្ញុំហ្នឹងគឺចង់មកឆាន់ទុរេនសម្លូតដែរណាបងប្អូនមិនមែនសម្លូតល្បីតែគេថាទេគឺខ្ញុំបានមកផ្ទាល់មកជួបម្ចាស់ចំការពិតទិញហូបពិតជាមានរសជាតិផ្អែមឆ្ងាញ់ឆ្អិតល្មួតទុរេនម៉ាន់ថងបែបទឹកដោះគោស្ងួតគឺឈ្ងុយឆ្ងាញ់ផ្អែមត្រជាក់ចិត្តញ៉ាំហើយញ៉ាំទៀតកុំភ្លេចណាបងប្អូនបងប្អូនចង់មកទិញទុរេនផ្ទាល់ម្ចាស់ចំការផ្ទាល់អាចចូលមកទិញនៅចំការសម្លូតចាស់ក៏បានសម្លូតថ្មីក៏បានអញ្ចឹងរមណីយដ្ឋាននៅចិត្តហ្នឹងក៏មានរមណីយដ្ឋានទឹកធ្លាក់ទឹកអីលែងដែរអញ្ចឹងបងប្អូនអាចចេញពីចំការបងប្អូនចេញទៅកន្លែងរមណីយដ្ឋានដូចជាទឹកធ្លាក់បឡាងកំពង់ទូកឬក៏កន្លែងចំការស្វាយអីហ្នឹងណាបងប្អូនអើយមើលសាច់ទៅមកខ្ញុំទិញហ្នឹងបកហ្នឹងដើម្បីហូបនៅហ្នឹងតែមកបងប្អូនមើលសាច់គេទៅបងប្អូនហើយកុំថាខ្ញុំចេះតែ review មើលសាច់ឃើញគួរឲ្យយើងចង់ញ៉ាំហើយញ៉ាំទៀតណាបងប្អូននេះបងប្អូនខ្ញុំភ្លក់មើលគឺឆ្ងាញ់មែនទែនក៏ពងតែពេញល្មមឆ្ងាញ់ឥឡូវក៏ទិញទុរេនហើយហ្នឹងក៏លាបញ៉ាំបាយនៅផ្ទះម្ចាស់ចំការហ្នឹងសិនតើយើងចេញពីផ្ទះហ្នឹងចំការហ្នឹងទៅកន្លែងរមណីយដ្ឋានទឹកធ្លាក់ចឹងការញ៉ាំបាយជួបជុំក្រុមគ្រួសារដែលមកពីបាត់ដំបងទៅលេងស្រុកសំឡូតជុំគ្នាចំនួន2ឡានហើយពីស្អាប់មាន2ពីស្អាប់ដែរចឹងហើយគឺសុំញ៉ាំបាយជុំគ្នាហើយក៏ជម្រាបលាម្ចាស់ផ្ទះហ្នឹងត្រឡប់ទៅកន្លែងរមណីយដ្ឋានលេងទឹកហែទឹកលេងណាបងប្អូនយើងក៏បានមកដល់កន្លែងរមណីយដ្ឋានលេងទឹកហើយឥឡូវហ្នឹងអត់តាន់បានចុះទៅលេងអីគេទេឈោមើលនៅសិនតែហ្នឹងអត់សូវមានដែរទេបងប្អូនថ្ងៃនេះតែហ្នឹងគឺមលីមានកន្លែងដាក់រថយន្តអីហ្នឹងមានស្រួលអត់ចំអៀតទេហើយក៏ចតរថយន្តអីហ្នឹងបានស្រួលបួលហើយក៏បានចុះថតផ្ដិតយករូបភាពហ្នឹងដើម្បីមកកាត់តបញ្ចូលហ្នឹងឲ្យបងប្អូនមើលបងប្អូនមិនថានៅកន្លែងណាទីណាទេតែមានម្ចាស់ទឹកម្ចាស់ដីការពារអញ្ចឹងហើយយើងក៏សូមឲ្យចំណុកសុខសប្បាយមិនថាទៅកន្លែងណាមកកន្លែងណាទេតែបនស្រន់ឲ្យសុខមានសុខក្តីចម្រើនខ្ញុំចូលបានមកដល់ខាងក្រោមហើយខ្ញុំថតទៅខាងលើបងប្អូនហ្នឹងផ្លូវដែលខ្ញុំចុះទៅហ្នឹងបងប្អូននេះគឺយើងចុះដើរតាមកម្មចដើគេហ្នឹងពីកន្លែងចំណតរថយន្តហ្នឹងចុះទៅកន្លែងគេលេងទឹកហ្នឹងគឺឆ្ងាយដែរណាបងប្អូនយើងដើរទៅគឺមហត់ធំដែរមិនមែនធម្មតាទេហើយកន្លែងនេះគឺទឹកគេធ្លាក់ហ្នឹងជាន់ទី1ហ្នឹងអត់មានមនុស្សលេងប្រហែលទេបងប្អូនដោយសារទឹកវាល្អពេកអញ្ចឹងទៅអត់មានអ្នកលេងទេមានតែអ្នកអង្គុយញ៉ាំអីនៅគៀនហ្នឹងអញ្ចឹងទៅស្រោកខ្យល់អាកាសខ្យល់ទឹកឆ្ងាយទឹកត្រជាក់លះសូម្បីតែព្រះសង្ឃក៏ចង់មើលគេលេងទឹកដែរនិមន្តមកអង្គុយមើលពុទ្ធបរិស័ទលេងទឹកឥឡូវនេះផ្លូវនេះគឺផ្លូវចុះទៅទឹកធ្លាក់ជាន់ទី2បងប្អូនហើយក៏ឃើញបងប្អូនដែលគាត់មកទាំងខ្ញុំទាំងគេហ្នឹងក៏គេដាក់កាទេលអីក្រាលចង់ញ៉ាំអីលេងលំហែកន្លែងក្រោមដើមឈើម្លប់អញ្ចឹងទៅនេះបងប្អូនតង់ទី2ហ្នឹងគឺទឹកថ្លាមួយលេងមកសបាយណាបងប្អូនតែទឹកអត់ជ្រៅទេទឹកលាក់ទេទឹកគឺ5ក្បាលជង្គង់ទេកូនក្មេងអីលេងបានតែអត់មានទឹកអីហូរខ្លាំងទេការមកលេងបែបនេះបងប្អូនកុំភ្លេច
ประหยัดประหยัดនឹងកូនក្មេងមិនថាមនុស្សចាស់មិនថាកូនក្មេងទេយើងតែប្រយ័ត្នប្រយែងទាំងអស់គ្នាដើម្បីឲ្យសុខកុំឲ្យមានទុកថាដើរលេងហើយមានសុខមានទុកណាបងប្អូនយើងត្រូវតែប្រយ័ត្នកូនចៅផងចឹងហើយក៏ទៅមួយទឹកហើយបានមកជោគតិចខ្លួនហើយនឹងក៏ត្រឡប់មកកន្លែងរត់ជុំទៅហើយកូនស្រីក៏បាត់វិញទៅហើយកន្លែងក៏ទៅចឹងហើយក្រុមដៅគាត់សម្រាប់ជីចុះតែពុទ្ធតែដល់ថ្ងៃហ្នឹងហើយគាត់ទៅពីបាន5ហ្នឹងគាត់បោយ៉ាងរហូតចិត្តទឹកកកឥឡូវមកដល់ខាងភ្នំសំពៅបងប្អូននេះជាងភ្នំសំពៅឆ្លាក់រចនាម៉ូដព្រះអង្គពិតជាស្រស់ស្អាតមែនទែនជាងមានឆ្នាដៃដ៏ល្អដែលគាត់ឆ្លាក់រូបព្រះអង្គព្រះពុទ្ធរូបនៅជញ្ជាំងថ្មពិតជាស្រស់ស្អាតបងប្អូនចង់ម្លែងកុំភ្លេចណានៅភ្នំសំពៅបងប្អូនចាជាចង់បញ្ចប់នៅក្នុងវីដេអូនេះនាងខ្ញុំសូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនតែងតែតាមដានវីដេអូនេះខ្ញុំសូមអរគុណ